បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកនិយាយអំពី iOS 26.4.2 ដែល Apple បាទទើបតែទម្លាក់បាទកាលពីប្រហែលថ្ងៃមុននេះណាបាទខ្ញុំបាទតើតឹងនឹងបាទ iOS ថ្មីបាទមួយនេះគឺវាមានការអាប់ដេតបាទច្រើនណាស់ទេបាទគឺបាទបើសំខាន់ទៅលើ security បាទជាមួយនឹងបាទមួយចំនួនបាទវាមានកាត់ឡើងនៅលើ version ចាស់ iOS 26.1.4.1 ណាបាទអញ្ចឹងតើតើទៅនឹងបាទ version មួយនេះអ្នកនរគ្នាអាចបាទ install បានបាទកុំឲ្យបាទមានបញ្ហាបាទទៅលើ security ដូចដែលបាទ Apple បាទ recommend អញ្ចឹងណាជើងមាន bug ច្រើនដែរអញ្ចឹងយើងអាចបាទស្វែងយល់បន្ថែមក្នុង website របស់បាទ support.com នេះបានណាបាទគឺ website របស់ iPhone ហ្នឹងបាទមានដំណើរភ្ជាប់នៅខាងក្រោមយើងអាចបាទចូលបាទទៅបាទមើលបន្ថែមនៅក្នុងនេះណាអញ្ចឹងបាទសម្រាប់បងប្អូនដែលប្រើបាទ version ចាស់បាទគឺមានបញ្ហាបាទទៅលើការក្តៅឬក៏ស៊ីថ្មខ្លាំងអីបាទគឺអាចបាទសាក install បាទនៅ version នេះបានបាទដើម្បីបាទកាត់បន្ថយអញ្ចឹងណាបាទគឺអាចប្រសើរជាងមុនក៏អាចថាបានដែរសម្រាប់ខ្ញុំផ្ទាល់គឺអត់បានបាទដំឡើងទេសម្រាប់ version មួយនេះតែអត់មានពេលបាទដំឡើងណាហើយ version នេះក៏វាស៊ីទំហំផ្ទុកបាទតិចជាងមុនដែរគឺត្រឹម500មេជាងបើអញ្ចឹងចូលមកកាន់ general មកបាទបន្តមកយើងចូលមកកាន់ software update មកយើងមើលមកបាទតើ iPhone របស់យើងបានទទួលបានការ update ឬអត់បាទនេះគឺមានបាទគឺយើងអាចបាទគឺទទួលបានការ update បាទគឺរបស់ខ្ញុំគឺ load install ហើយតែខ្ញុំ download ហើយណាបាទអញ្ចឹងគឺវាឲ្យ load install តែម្ដងបាទប៉ុន្តែខ្ញុំអត់ទាន់បានបាទ install ទេបាទថាតែលើនឹងជាប់បាទ upload បាទវីដេអូបាទអញ្ចឹងអត់ទាន់មានពេលក្នុងការ upload បាទក្នុងការបាទ install នោះទេបាទអញ្ចឹងសម្រាប់វីដេអូនេះសូមបញ្ចប់បាទប៉ុណ្ណេះបាទពេញចិត្តនៅវីដេអូនេះសូមជួយបាទ like page និង share បាទម្នាក់មួយផងដើម្បីទទួលបានបាទនៅវីដេអូបាទថ្មីនៅបន្តទៀតណាបាទអរគុណច្រើនបាទជួបគ្នាបាទនៅវីដេអូក្រោយទៀតបាទអរគុណច្រើនបាទជួយ share បាទម្នាក់មួយផងវីដេអូមួយនេះអរគុណ